សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមករៀនជាមួយនឹង Google Gemini ទៀតហើយថ្ងៃនេះយើងធ្វើទៅលើ Google Sheet ដូចមុនសម្រាប់បញ្ហាទាំងអស់គឺយើងឲ្យ Google Gemini ដោះស្រាយយើងគ្រាន់តែធ្វើ prompt មួយដែលយើងចង់បានបោះទៅ Google Gemini ធ្វើឲ្យយើងអញ្ចឹងណាវាអាចទៅសេជាកូដឬមួយចោលជា column Excel Word Excel ណាមួយដែលវាអាចធ្វើឲ្យយើងបានជាតម្រូវការរបស់យើងអញ្ចឹងសម្រាប់ក្នុងវីដេអូនេះគឺខ្ញុំធ្វើ Google Gemini គឺខ្ញុំធ្វើទៅលើ sheet ហ្នឹងគឺខ្ញុំប្រើជាទិន្នន័យបញ្ចូលភ្ញៀវដែលគាត់មកចុះឈ្មោះជាមួយយើងអញ្ចឹងឧទាហរណ៍ថាគាត់មកចុះឈ្មោះរៀបចំឯកសារណាមួយអញ្ចឹងគាត់អាចនឹងការចុះឈ្មោះដោយប្រើ web app អញ្ចឹងក្នុងនេះគឺខ្ញុំមាន script មានអីហើយគឺ Google Gemini បានធ្វើទៅលើកូដអញ្ចឹងសម្រាប់កូដទាំងអស់នេះគឺយើងអាចទៅធ្វើទៅលើ Word Excel បានអញ្ចឹងយើងធ្វើការ copy សិនមកកន្លែង app script នេះគឺយើងតម្លាក់កូដចូលទៅយើងលុបអាចាស់ហើយដាក់ថ្មីចូលបន្ទាប់ពីយើងធ្វើបានហើយវានឹង load តែកន្លែងនេះវាអត់ success ទេគឺវាលើពណ៌ក្រហមចឹងនៅតែអត់បានទៀតយើងនឹងធ្វើការ screenshot មួយនឹងសួរ AI ជាមួយ AI វាមានដំណោះស្រាយអីឲ្យយើងដែរទេបើសិនជាបងប្អូនធ្វើអីមានបញ្ហាណាមួយគឺយើងអាចសួរ AI បាន AI វាជួយយើងអញ្ចឹងណាគ្រាន់តែយើង say prompt ឲ្យត្រូវតាមតម្រូវការដែលយើងចង់បានគឺវា generate code ឲ្យយើងហើយ say code ឲ្យយើងតែម្ដងអញ្ចឹងណាឥឡូវវាបានប្រាប់ពីបញ្ហាហើយយើងអាចអានបានតមកវានឹងប្រាប់ពីដំណោះស្រាយអញ្ចឹងដំណោះស្រាយវាផ្ដល់កូដថ្មីឲ្យយើងអាច copy កូដហ្នឹងយកទៅផាសកន្លែងចាស់របស់យើងអាចលុបចេញហើយដាក់ផាសថ្មីអញ្ចឹងអាច save យើងមកមើលបញ្ហាវាម្ដងទៀតចឹងធ្វើការ copy កូដម្ដងទៀតប្រហែលជាមិញយើង copy អត់ជាប់លុបចោលអស់មកកុំឲ្យវាជាប់អីចឹងណាហើយយើងផាសហើយយើងចុច save ម្ដងទៀតលើកនេះយើងអាច save បានជោគជ័យហើយតមកយើង add ទៅលើ MATL កន្លែងហ្នឹងឲ្យយើងអាចដាក់ index តមកយើងលុបចោលអស់មកហើយហ្នឹងយើងត្រូវផាសកូដថ្មីទៅលើកូដបន្ទាប់ដែល AI វា generate ឲ្យយើងកូដទី2ហ្នឹងអញ្ចឹងសម្រាប់កូដទី2នេះយើងអាចគ្រាន់តែ copy យកទៅផាសក៏បានដែរបងប្អូនគេប្រាប់ពីរបៀបប្រើប្រាស់យ៉ាងលម្អិតឲ្យយើងហ្នឹងណាអញ្ចឹងអ្នកដែលរៀន Word Excel គឺប្រើ AI គឺងាយស្រួលអញ្ចឹងណាយើងចុចក៏ចុច save ទៅគឺជោគជ័យហើយអញ្ចឹងកន្លែងនេះយើងមិនដាក់អីទៀតទេយើងគ្រាន់តែ double វាទៅគឺវានឹងនេះឲ្យយើងហើយកន្លែងនេះខ្ញុំ run សាកមើលសិនខ្ញុំ run ទៅគឺអត់មានបញ្ហាទេគឺវាដំណើរការធម្មតាអញ្ចឹងឥឡូវវា complete ឲ្យយើងហើយតោះមកយើងចូលមកគឺអត់ឃើញមានអីទេតោះមកយើងចូលមកយក link web app អញ្ចឹងសម្រាប់ link web app យើងគ្រាន់ចូលមកក្នុងហ្នឹងហើយយើងចុចរូបតោះមកយើងដាក់ឈ្មោះមកក្រោមគេនេះបងប្អូនយក everyone តោះមកវានឹងបញ្ចេញ link ឲ្យយើងគ្រាន់ចុចលើ link ហ្នឹងទៅយើងអាចប្រើប្រាស់បានទៅលើ web app ហើយអញ្ចឹងសម្រាប់ web app ហ្នឹងគឺវាងាយស្រួលសម្រាប់ឲ្យភ្ញៀវដែលគាត់មកកន្លែងយើងអញ្ចឹងគាត់អាចជ្រើសរើសចុះឈ្មោះទុកជាមុនក៏បានឬមួយក៏
ចុះឈ្មោះនៅពេលដែលគាត់មកដល់ភ្លាមក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ឈ្មោះទៅឈ្មោះអីចឹងណាចាដាក់ទៅដើម្បីតេស្តទៅលើ Excel របស់យើងថាវាដំណើរការដែរទេឥឡូវយើងបាន submit ហើយគឺវាជោគជ័យហើយអញ្ចឹងយើងចូលមកមើលមកទិន្នន័យអញ្ចឹងវាបានទៅរងបែបនេះអញ្ចឹងបងប្អូនអាចកែវាទៅលើនឹងបានបន្ទាប់ពីយើងរៀបចំcolumn Excel របស់យើងហើយយើងអាចធ្វើតេស្តម្ដងទៀតបានដើម្បីថាវាប្រកាសទៅវាដំណើរការដែរអត់ឥឡូវយើងធ្វើការតេស្តមួយទៀតមកបន្ទាប់ពីយើងធ្វើការបំពេញហើយយើងចុច submit មកយើងមកមើលលើ Excel របស់យើងគឺវាដំណើរការដែរអត់ឥឡូវគឺវាដំណើរការបងប្អូនអញ្ចឹងសម្រាប់វីដេអូហ្នឹងយើងមានតែប៉ុណ្្នឹងទេសម្រាប់ធ្វើរៀនពី AI Google AI ណាអញ្ចឹងសម្រាប់វីដេអូក្រោយយើងនឹងបង្ហាញពីការធ្វើប្រព័ន្ធទិន្នន័យចំណូលចំណាយទៅលើហាងកាហ្វេមួយអញ្ចឹងតែគាត់ចំណូលចំណាយរបស់គាត់និងប្រាក់ចំណេញ